សួស្តីបងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី podcast របស់យើងនាថ្ងៃនេះយើងនឹងលើកយកប្រធានបទមួយដែលប៉ះពាល់ដល់បេះដូងយើងគ្រប់គ្នានោះគឺខ្សែជីវិតដែលរត់ទៅមុខទោះបីជាហត់ក៏ដោយហើយថ្ងៃនេះខ្ញុំមានវត្តមានលោកពូសារឿនដែលជារៀមច្បងមួយរូបពោពេញដោយបទពិសោធន៍ជីវិតមកជជែកកម្សាន្តជាមួយយើងសួស្តីលោកពូបាទសួស្តីក្មួយស្រីសុជាតានិងសួស្តីបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាវាជាកិត្តិយសណាស់ដែលបានមកអង្គុយជជែកគ្នានៅទីនេះប្រធានបទថ្ងៃនេះពិតជាមានន័យជ្រាលជ្រៅខ្លាំងណាស់ព្រោះជីវិតមនុស្សយើងម្នាក់មិនខុសពីការរត់ប្រណាំងនោះទេគ្រាន់តែជួនកាលយើងរត់ទាំងមិនដឹងថាទីដៅនៅត្រង់ណាពិតប្រាកដពិតមែនហើយលោកពូជារឿយៗខ្មុំសង្កេតឃើញថាមនុស្សយើងសពថ្ងៃហាក់ដូចជាហត់នឿយខ្លាំងណាស់ទាំងការងារទាំងគ្រួសារនិងសម្ពាធសង្គមតើលោកពូធ្លាប់មានអារម្មណ៍ថាចំតែឈប់ចំតែបោះបង់អ្វីគ្រប់យ៉ាងចោលដែរឬទេនៅពេលដែលហត់ខ្លាំងពេកប្រកាសជាធ្លាប់តាក្មួយមានពេលខ្លះលោកពូអង្គុយសម្លឹងមើលមេឃហើយសួរខ្លួនឯងថាតើយើងកំពុងធ្វើអ្វីអីប្រកបហេតុអ្វីបានជាយើងត្រូវតែខំប្រឹងដល់ថ្នាក់នេះមនុស្សយើងមិនមែនជាម៉ាស៊ីនទេយើងមានបេះដូងយើងមានការឈឺចាប់ប៉ុន្តែអ្វីដែលប្លែកនោះគឺទោះបីជាហត់នឿយដល់កម្រិតណាក៏ដោយក៏ព្រឹកស្អែកឡើងយើងនៅតែក្រោកពីគេងបន្តដំណើរទៅមុខទៀតវាហាក់ដូចជាមានកម្លាំងរុញច្រានមួយយ៉ាងដែលមិនឲ្យយើងឈប់បានតើកម្លាំងរុញច្រាននោះគឺជាអ្វីទៅលោកពូសម្រាប់ខ្ញុំពេលខ្លះវាជាការទទួលខុសត្រូវតែពេលខ្លះវាហាក់ដូចជាការភ័យខ្លាចថាខ្លួនឯងនឹងដើរយឺតជាងគេតាមពិតទៅវាមានលៃលំកណេទាំងឡាក់នឹងឯងក្មួយប៉ុន្តែសម្រាប់លោកពូកម្លាំងដែលខ្លាំងជាងគេគឺសេចក្តីសង្ឃឹមនិងមនុស្សជាទីស្រឡាញ់នៅពេលដែលយើងមើលទៅមុខហើយឃើញស្នាមញញឹមរបស់កូនឬឃើញផ្ទះដែលយើងខំសន្សំដើម្បីសាងសង់ភាពហត់នឿយទាំងឡាយហាក់ដូចជារសាត់បាត់មួយចំណែកធំជីវិតដែលរត់ទៅមុខទាំងហត់នឿយវាក៏បង្ហាញពីភាពរឹងមាំនៃព្រលឹងរបស់យើងដែរយើងមិនមែនរត់ព្រោះតែគេបង្ខំតែម្យ៉ាងទេតែយើងរត់ដើម្បីសរសេររឿងរ៉ាវជីវិតដោយដៃរបស់យើងផ្ទាល់ស្ដាប់លោកពូនិយាយបែបនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ថាកម្លាំងចិត្តគឺពិតជាសំខាន់ណាស់ប៉ុន្តែលោកពូតើវាខុសដែរឬទេបើយើងសុំឈប់សម្រាកបន្តិចព្រោះបច្ចុប្បន្នហាក់ដូចជាមានការបង្ខំឲ្យយើងត្រូវតែលឿនត្រូវតែជោគជ័យភ្លាមរហូតដល់យើងមិនហ៊ានសំបីតែដកដង្ហើមធំមិនខុសទេក្មួយការសម្រាកមិនមែនជាការបោះបង់នោះទេសំបីតែធ្នូក៏ត្រូវដោះខ្សែខ្លះដែរដើម្បីឲ្យវាមានកម្លាំងបាញ់បានឆ្ងាយការដែលយើងទទួលស្គាល់ថាខ្លួនឯងហត់គឺជាភាពក្លាហានមួយឈប់សម្រាកដើម្បីមើលផ្កាក្នុងសួនឈប់សម្រាកដើម្បីញ៉ាំកាហ្វេមួយកែវដោយសន្តិភាពនេះហើយគឺជាធម៌ពលដែលធ្វើឲ្យខ្សែជីវិតរបស់យើងរត់ទៅមុខបានយូរអង្វែងកុំបង្ខំខ្លួនឯងឲ្យរត់រហូតដល់ដាច់ខ្យល់តែត្រូវរត់ខាងលើបឿនមួយដែលបេះដូងយើងនៅតែអាចច្រៀងចម្រៀងបានបេះដូងនៅតែអាចច្រៀងចម្រៀងបានឃ្លានេះពិតជាពីរោះណាស់លោកពូវាធ្វើឲ្យខ្ញុំនឹកឃើញថាជារឿយៗយើងភ្លេចរីករាយនឹងរឿងទួយតាយតាមផ្លូវព្រោះតែរវល់តែខ្វល់នឹងគោលដៅឆ្ងាយពេកបាទក្មួយស្រីជីវិតគឺជាដំណើរមិនមែនជាគោលដៅតែមួយមុខទេទោះបីជាថ្ងៃនេះក្មួយហត់ស្អែកក្មួយអាចនឹងហត់ទៀតប៉ុន្តែសូមកុំភ្លេចថារាល់ជំហានដែលក្មួយឈានទៅមុខគឺសុទ្ធតែមានន័យកុំប្រៀបធៀបល្បឿនខ្លួនឯងជាមួយអ្នកដទៃព្រោះគ្រប់គ្នាសុទ្ធតែមានខ្សែរត់រៀងខ្លួនរត់ទៅមុខដោយក្តីស្រឡាញ់ចំពោះខ្លួនឯងនោះទោះបីជាហត់ក៏វានឹងក្លាយជាភាពហត់នឿយដែលមានតម្លៃបំផុតអរគុណលោកពូសារឿនខ្លាំងណាស់សម្រាប់ការចែករំលែកដ៏មានតម្លៃនៅថ្ងៃនេះពាក្យពេចន៍របស់លោកពូពិតជាបានផ្ដល់កម្លាំងចិត្តដល់រូបខ្ញុំក៏ដូចជាបងប្អូនអ្នកស្ដាប់ទាំងអស់គ្នាដែលកំពុងតែមានអារម្មណ៍ថាហត់នឿយខុនជីវិតបាទសូមជូនពរឲ្យគ្រប់គ្នាមានកម្លាំងចិត្តមាំមួនកុំភ្លេចណាហត់អាចសម្រាកបានតែសូមកុំបោះបង់ក្តីស្រឡាញ់ចំពោះជីវិតខ្លួនឯងចាសង្ឃឹមថា podcast ថ្ងៃនេះនឹងក្លាយជាមិត្តរួមដំណើរដ៏ល្អសម្រាប់លោកអ្នកសូមសម្រាប់ឲ្យបានស្រួលហើយជួបគ្នានៅភាគក្រោយសូមជម្រាបលា